រដ្ឋបាលស្រុកដំណាក់ចង្អើសូមបំភ្លឺជំវិញករណីចាក់ដីនិងបោះបង្គោលរបងចូលដីចំណីព្រែកនៅភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើខេត្តកែបដែលមានខ្លឹមសារទាំងស្រុងដូចតទៅសេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលស្រុកដំណាក់ចង្អើខេត្តកែបមានកិត្តិយសសូមជម្រាបជូនសាធារណជននិងគ្រប់បណ្ដាសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាកាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025មានអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមដែលមានខ្លឹមសារថាសង្ស័យមានការចាក់ដីនិងដាំបង្គោលរបងយ៉ាងកក្រឹកកក្រែងចូលដីចំណីព្រែកប៉ុន្តែអាជ្ញាធរនិងមន្ត្រីជំនាញស្រុកដំណាក់ចង្អើហាក់ធ្វើប្រងើយកន្តើយមើលរំលងបណ្ដាច់បណ្ដោយឲ្យម្ចាស់ទីតាំងខាងលើចាក់អាចដីចូលចំណីព្រែកតាមចិត្តចង់បានដែលមានទីតាំងនៅភូមិអំពែងឃុំអង្កោលស្រុកដំណាក់ចង្អើខេត្តកែបរដ្ឋបាលស្រុកសូមជម្រាបជូនថាចំពោះករណីខាងលើនេះរដ្ឋបាលស្រុកបានចាត់ក្រុមការងារភ្លាមៗនៅព្រឹកថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ចុះទៅពិនិត្យជាក់ស្ដែងឃើញថាទីតាំងដីខាងលើមានការចាក់អាចដីធ្វើផ្លូវក្រវ៉ាត់ព្រំដីនិងដាំបង្គោលរបងព័ទ្ធលុះបន្លាគឺជាដីដែលមានវិញ្ញាបនប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវដែលមានក្បាលដីលេខ0668ដោយមួយផ្នែកបានជ្រុលចូលក្នុងដីចំណីព្រែកទន្ទឹមនឹងនេះរដ្ឋបាលស្រុកបានចាត់វិធានការរដ្ឋបាលដោយបានចេញលិខិតអញ្ជើញម្ចាស់ទីតាំងខាងលើមកសាលាស្រុកដើម្បីធ្វើការណែនាំឲ្យកាយអាចដីនិងរុះរើបង្គោលរបងស៊ីម៉ង់ដែលបានចាក់និងដាំចូលដីចំណីព្រែកចេញវិញដោយខ្លួនឯងជាបន្ទាន់អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងគ្រប់បណ្ដាអង្គភាពសារព័ត៌មានទាំងអស់មេត្តាទទួលជ្រាបតាមការគួរថ្ងៃពុធ6កើតខែមិគសេឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ដំណាក់ចង្អើថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025